មានប្រមាណអ្នកនៃអ្នកអ៊ីស្លាមនាសម័យកាលបច្ចុប្បន្នដែលមុនពេលគាត់ស្លាប់ពេលគាត់ជឿធ្ងន់គាត់ផ្ដាំផ្ញើកូនចៅឲ្យកោតខ្លាចជាមួយអល់ឡោះឲ្យមានអ៊ីម៉ានជាមួយអល់ឡោះឲ្យរក្សានៅអ៊ីម៉ានសួរថាមានប្រមាណអ្នកមនុស្សជាច្រើនគាត់មុនពេលស្លាប់គាត់បារម្ភតែរឿងកូនចៅរបស់គាត់ថាតើកូនចៅរបស់គាត់រស់របៀបម៉េចក្រោយពេលគាត់ចាក់ចេញទៅអត់មានអ្នកមើលថែអញ្ចឹងគាត់ភ្លេចគិតអំពីខ្លួនឯងថាតើស្ថានភាពគាត់យ៉ាងម៉េចក្រោយពេលចាក់ចេញពីଦୁନିយាហើយគាត់ភ្លេចគិតថាតើកូនចៅរបស់គាត់ស្ថានភាពយ៉ាងម៉េចក្រោយពេលចាក់ចេញពីଦୁନିយាព្រោះଦୁनिយារយៈពេលខ្លីបើទោះជាកូនចៅគាត់លំបាកវេទនានៅក្នុងਦੁନିយាប៉ុន្តែក្នុងរយៈពេលខ្លីប៉ុន្តែបើសិនបើស្លាប់ក្នុងនាមជាអ្នកកាហ្វៀរទៅជួបនឹងអល់ឡោះស៊ុបហានតាឡាការជិះចាប់គឺនឹងមានរយៈពេលយូរអង្វែងនៅក្នុងឋាននរករបស់អល់ឡោះស៊ុបហានតាឡាអញ្ចឹងទើបបណ្ដារសូលរបស់អល់ឡោះស៊ុបហានតាឡាជាច្រើនតែងផ្ដាំផ្ញើកូនចៅឲ្យប្រកាន់ខ្ជាប់នៅសាសនាដ៏ត្រឹមត្រូវរបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាជាស្រ័យដូចជានប៊ីយ៉ាកូបហើយនិងនប៊ីអ៊ីប្រាហ៊ីមអាឡៃហ៊ីមុសឡាតុវ៉ាសឡាមأم كنتم شهداء إذ حضر يعقوب الموت إذ قال لبنيه ما تعبدون من بعدي តើពួកអ្នកបានឃើញឬទេតើពួកអ្នកមានវត្តមានឬអត់នៅពេលដែលស្រីស្លាប់បានមកដល់យ៉ាកូបមានន័យថានៅពេលដែលនប៊ីយ៉ាកូបអាឡៃសាឡាមរៀបនឹងស្លាប់គាត់មានជំងឺធ្ងន់ធ្ងររៀបនឹងស្លាប់ពេលនោះគាត់បានមានប្រសាសន៍ទៅកាន់កូនចៅរបស់គាត់ថាម៉ាតាប៊ូឌូណាមីនបាឌីតើពួកអ្នកធ្វើអ៊ីបាដាតជាមួយអ្វីបន្ទាប់ពីឪពុកស្លាប់ទៅ قالوا نعبد إلهك وإله آبائك إبراهيم وإسماعيل وإسحاق إلها واحدا ونحن له مسلمون កូនចៅរបស់គាត់បានឆ្លើយថាពួកយើងធ្វើអ៊ីបាដាតពួកយើងគោរពសក្ការៈជាមួយព្រះជាម្ចាស់របស់អ្នកហើយនឹងព្រះជាម្ចាស់ជីដូនជីតារបស់អ្នកអ៊ីប្រាហ៊ីមអ៊ីស្ម៉ាអែលនិងអ៊ីស្ហាកជាព្រះជាម្ចាស់តែមួយគឺអល់ឡោះស៊ុបហានាហ៊ូវតាឡាហើយពួកយើងជាអ្នកដែលប្រគល់ខ្លួននៅជាមួយអល់ឡោះស៊ុបហានាហ៊ូវតាឡាអញ្ចឹងយើងឃើញថាពេលដែលសេចក្តីស្លាប់មកដល់នប៊ីយ៉ាកូបអាឡៃសាឡាមបារម្ភអំពីកូនចៅថាតើកូនចៅរបស់គាត់នឹងស្ថិតនៅលើសាសនាដ៏ត្រឹមត្រូវរបស់អល់ឡោះឬក៏នឹងក្លាយទៅជាអ្នកស្រិកទៅជាមួយអល់ឡោះស៊ុបហានាហ៊ូវតាឡាចឹងនេះជាអ្វីដែលយើងជាអ្នកអ៊ីស្លាមត្រូវបារម្ភពិតប្រាកដជាមួយខ្លួនឯងហើយនឹងកូនចៅព្រោះការធ្វើឲ្យខ្លួនឯងឃ្លាតឆ្ងាយពីសាសនារបស់អល់ឡោះស៊ុបហានតាឡាគឺជាការខាត់បង់ជាភាពអន្តរាយការបណ្ដាលឲ្យកូនចៅបាត់បង់នៅអ៊ីម៉ានជាមួយអល់ឡោះស៊ុបហានតាឡាគឺជាការខាត់បង់ជាភាពអន្តរាយសម្រាប់ពួកគាត់អញ្ចឹងការបារម្ភដ៏ធំធេងបំផុតរបស់នប៊ីយ៉ាកូបគឺខ្លាចកូនរបស់គាត់ងាករេចេញពីសាសនាត្រឹមត្រូវរបស់អល់ឡោះស៊ុបហានតាឡាអញ្ចឹងមុនពេលស្លាប់គាត់បានសួរទៅកាន់កូនរបស់គាត់ថាតើពួកអ្នកធ្វើអ៊ីបាដាតជាមួយអ្វីក្រោយពេលដែលពុកស្លាប់ទៅពួកគេបានឆ្លើយនៅចម្លើយមួយដែលធ្វើឲ្យនប៊ីយ៉ាកូបអាឡៃសាឡាមគឺមានភាពស្ងប់ចិត្តគឺពួកយើងធ្វើអ៊ីបាដាតជាមួយព្រះជាម្ចាស់តែមួយគឺអល់ឡោះស៊ុបហានតាឡាជាព្រះជាម្ចាស់របស់ឪពុកព្រះជាម្ចាស់របស់ជីដូនជីតាយើងអ៊ីប្រាហ៊ីមអ៊ីស្ម៉ាអែលអ៊ីស្ហាកនេះថាជាព្រះជាម្ចាស់តែមួយអញ្ចឹងចម្លើយនេះគឺធ្វើឲ្យនប៊ីយ៉ាកូបអាឡៃសាឡាមគឺសប្បាយចិត្តហើយមានភាពនឹងណោថាកូនចៅរបស់គាត់គឺមានការតាំងចិត្តនៅក្នុងការបន្តស្ថិតនៅលើសាសនាដ៏ត្រឹមត្រូវរបស់អល់ឡោះស៊ុបហានាហ៊ូវតាឡាអញ្ចឹងអ្វីដែលយើងត្រូវបារម្ភពិតប្រាកដគឺបែបនោះបច្ចុប្បន្នអ្នកអ៊ីស្លាមខ្លះគាត់បារម្ភអំពីកូនចៅតែលើប្រការឌុនយ៉ាប៉ុន្តែគាត់ភ្លេចបារម្ភអំពីកូនចៅអំពីស្ថានភាពរបស់ពួកគាត់ក្រោយពេលចាក់ចេញពីឌុនយ៉ាអញ្ចឹងនៅខ្លះគាត់បារម្ភថាតើកូនចៅរបស់គាត់មានការងារអីធ្វើតើមានចំណូលអីដើម្បីផ្គត់ផ្គង់ជីវភាពនៅពេលខាងមុខអញ្ចឹងគាត់ខំទំនុកបំរុងកូនចៅរបស់គាត់លើប្រការឌុនយ៉ាប៉ុន្តែគាត់ភ្លេចទំនុកបំរុងកូនចៅរបស់គាត់លើកិច្ចការអាខិរ៉ាត់លើប្រការដែលជួយពួកគាត់ឲ្យមានលំនឹងនៅលើសាសនាដ៏ត្រឹមត្រូវរបស់អល់ឡោះស៊ុបហានាហ៊ូវតាឡានៅនោះជាបញ្ហាសំខាន់បំផុតជាបញ្ហាចម្បងដែលអល់ឡោះស៊ុបហានតាឡាបង្កើតយើងទាំងអស់គ្នាឲ្យរស់រានមានជីវិតនៅក្នុងឌុនយ៉ាتلك أمة قد خلت لها ما كسبت ولكم ما كسبتم ولا تسألون عما كانوا يعملون ព្រះប្រាប់ថានោះគឺអ៊ុម៉ាត់ដែលបានកន្លងផុតទៅហើយសម្រាប់ពួកគាត់គឺអ្វីដែលពួកគាត់បានសាងសម្រាប់ពួកអ្នកគឺអ្វីដែលពួកអ្នកសាង ولا تسألون عما كانوا يعملون ហើយពួកអ្នកនឹងមិនត្រូវគេសួរអំពីអ្វីដែលអ្នកទាំងនោះអនុវត្តនោះទេអំពីអ្វីដែលពួកអ្នកទាំងនោះធ្វើនោះទេជាមានន័យថាកិច្ចការសំខាន់សម្រាប់ពួកយើងគឺធ្វើយ៉ាងណាការពារខ្លួនអំពីឋាននរករបស់អល់ឡោះស៊ុបហានតាឡាឲ្យបានធ្វើយ៉ាងណាកសាងខ្លួនឲ្យក្លាយជាមនុស្សល្អ
ជាអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានរ៉ាហ្មាត់ពីអល់ឡោះស៊ុបហានូតាឡាការរីដពេញចិត្តពីអល់ឡោះស៊ុបហានូតាឡាដើម្បីអាចចូលឋានសួគ៌របស់អល់ឡោះស៊ុបហានូតាឡាបានអញ្ចឹងរឿងរ៉ាវអ្នកជំនាន់មុនគឺបានកន្លងផុតហើយពួកគាត់នឹងត្រូវទទួលខុសត្រូវចំពោះអ្វីដែលពួកគាត់សាងហើយរឿងរ៉ាវសំខាន់សម្រាប់ពួកអ្នកគឺត្រូវទទួលខុសត្រូវចំពោះខ្លួនឯងពួកអ្នកនឹងត្រូវទទួលខុសត្រូវចំពោះអ្វីដែលពួកអ្នកសាងក្រោយពេលដែលចាកចេញពីឌុនយ៉ាគ្រប់គ្នាគឺមានទំនួលខុសត្រូវចំពោះអ្វីដែលខ្លួនបានសាងនៅក្នុងឌុនយ៉ា